អាមេរិកសុកចិត្តបំពេញស្តុកអាវុធក្នុងឃ្លាំងខ្លួនវិញជាជាងផ្ដល់ទៅឲ្យអ៊ុយក្រែនរដ្ឋមន្ត្រីក្រសួងការពារជាតិក្រសួងសង្គ្រាមសហរដ្ឋអាមេរិកលោក Pete Hegseth ក៏បានលើកឡើងថាក្រសួងការពារជាតិអាមេរិកកំពុងផ្ដល់អាទិភាពដល់ការបំពេញស្តុកអាវុធរបស់ខ្លួនឡើងវិញជំនួសឲ្យការបញ្ជូនអាវុធទាំងនោះទៅឲ្យអ៊ុយក្រែនដោយស្ដីបន្ទោសរដ្ឋបាលអតីតប្រធានាធិបតី Joe Biden ពីបញ្ហាប្រឈមនានាដែលយោធាអាមេរិកកំពុងប្រឈមនាពេលថ្មីៗនេះសារព័ត៌មាន OT របស់រុស្ស៊ីដែលផ្សាយនៅថ្ងៃទី19ខែមីនាឆ្នាំ2026លោក Hegseth ក៏បានលើកឡើងបែបនេះកាលពីថ្ងៃប្រហ័សអំឡុងសន្និសីទសារព័ត៌មានមួយជាមួយឧត្តមសេនីយកងទ័ពអាកាសលោក Dan Sen ពេលសួរពីថវិកាក្នុងប្រតិបត្តិការសង្គ្រាមចំនួន$200 ប៊ីលានដែលបានរាយការណ៍ដោយមន្ទីរបញ្ចកោណកំពុងស្វែងរកពីសភាក្នុងសង្គ្រាមនៅអ៊ីរ៉ង់លោក Hegseth ក៏បានបញ្ជាក់ថាការពិភាក្សាកំពុងដំណើរការហើយថវិកាបន្ថែមដែលបានស្នើសុំអាចកើនឡើងលើសពីចំនួនសរុបលោក Hegseth បាននិយាយថាខ្ញុំគិតថាចំនួននោះអាចកើនឡើងរហូតដល់$200 ប៊ីលានឬលើសនេះយើងត្រូវការប្រាក់ទាំងនោះដើម្បីសម្លាប់មនុស្សអាក្រក់មន្ត្រីរូបនេះបាននិយាយដោយចង្អុលទៅកាន់រដ្ឋបាលមុនរបស់លោក Joe Biden ថាថវិកាបន្ថែមនេះគឺយើងត្រូវការដើម្បីបំពេញស្តុកយោធាអាមេរិកក្នុងការធានាថាយើងទទួលបានមូលនិធិត្រឹមត្រូវសម្រាប់ធ្វើអ្វីដែលយើងអាចធ្វើបាននាពេលអនាគតលោកបន្តថាយើងក៏កំពុងដោះស្រាយជាមួយគម្រោងការដែលលោក Joe Biden បានបង្កើតឡើងវាកំពុងបំផ្លាញស្តុកអាវុធទាំងនោះហើយមិនបានបញ្ជូនទៅឲ្យយោធារបស់យើងទេប៉ុន្តែទៅអ៊ុយក្រែនទៅវិញពលគឺរាល់ពេលដែលយើងត្រឡប់ទៅមើលបញ្ហាប្រឈមណាមួយដែលយើងមានគឺជាការបញ្ជូនអាវុធទាំងនោះទៅអ៊ុយក្រែនយើងគិតថាគ្រាប់រំសេវទាំងនោះគួរតែចំណាយឲ្យត្រូវផ្លូវសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងក្នុងពេលនេះ